Hello ជម្រាបសួរពុកម៉ែបងប្អូនបាទសួស្តីមកកាន់ channel យើងកាត់តូចអូបាទបងប្អូនមានឃើញរូបមួយនេះទេនេះហ្នឹងហើយអញ្ចឹងរូបមួយនេះនៅខាងក្រោយគឺមានភ្លើងពណ៌ច្រើនណាស់មាន slide មានអីហ្នឹងអញ្ចឹងខ្ញុំនឹងកាត់ background ហ្នឹងឲ្យសល់តែរូបខ្ញុំមួយហើយខ្ញុំដាក់តែខ្ញុំមើលនេះឃើញអត់បងប្អូននេះគឺអារូបមិញហ្នឹងហ្នឹងហើយគឺកាត់ background ដាច់ផឹងតែម្ដងហើយបងប្អូនមានឃើញរូបlogo បែបនេះវាពងតវិលនេះទេហ្នឹងហើយនេះរូបនេះពងតវិលមុខខ្ញុំហើយខ្ញុំកាត់ background មួយទៀតឲ្យសល់តែរូប logo គឺជាកាត់ផ្ទៃពណ៌បៃតងឬក៏ពណ៌ផ្សេងៗនៅខាងក្រៅអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកយកពីរបៀបប្រើប្រាស់ tool 2របៀប remove background ផ្ទាំងខាងក្រោយនិង remove ផ្ទាំងពណ៌បៃតងអូខេបាទអញ្ចឹងទៅទស្សនាជាមួយនឹងបងប្អូនអរគ្នាបើតាមមិនទៅដល់វីដេអូបងប្អូនជួយ like share ដូចជាសម្រាប់បងប្អូនដែលមិនទាន់ចុច subscribe សូមជួយចុច subscribe ឲ្យ channel សារៈរៀនកាត់តវីដេអូមួយផងអូខេបាយបាយអូខេបងប្អូនមកអញ្ចឹងជាដំបូងគឺយើងចូលទៅក្នុងកម្មវិធី CapCut នេះមកហ្នឹងហើយ CapCut ទៅបងមាន Pro មិនស្រួលប្រើយើងចាំឲ្យវាដើរបន្តិចអូខេបន្ទាប់មកគឺយើងយកគម្រោងថ្មីនេះហ្នឹងហើយ new project អូខេអញ្ចឹងខ្ញុំយកវីដេអូខ្ញុំមួយមិញនេះអូខេហើយយើងចុច add នៅខាងក្រោមនេះមកអូខេចុច add មកអូខេបន្ទាប់មកអ្វីដែលយើងចាំបាច់ត្រូវធ្វើមុនគេចាំវាដើរសិនបងប្អូនមើលថា server វារៀង slow បន្តិចអូខេយើងអុសទៅរកពាក្យថា format ឬក៏បដូរទំហំមួយចឹងទៅនេះបងប្អូននេះចុចពាក្យនេះមកហើយខ្ញុំដាក់ទំហំ YouTube ទៅចុច TikTok កំពូលវាដាក់មនុស្សអូខេអញ្ចឹងបន្ទាប់មកគឺយើង play វាថាយើងគួរតែកាត់រូបនឹងត្រឹមណាអូខេ Hello ជម្រាបសួរបងកាត់ត្រឹមណាចេះHello ជម្រាបសួរអូខេឥឡូវយើងកាត់ត្រឹមនេះអូខេកាត់ត្រឹមនេះយើងចុចរូបនោះចេញបន្ទាត់សមកអូខេយើងចុចចេញបន្ទាត់សយើងចុចពាក្យថាញែកអូខេហើយយើងកាត់ចោលត្រឹមនេះអូខេចុចវាចេញបន្ទាត់សនៅខាងក្រៅចាំយើងចុចថាលុបអូខេឥឡូវយើង play មើលអូខេ Hello ជម្រាបសួរបងប្អូនបាទសួស្តីមកកាន់ខ្ញុំបើកសំឡេងតិចមកចុចមកលីមនេះខ្ញុំប្រាប់បងប្អូនអស់ហើយកន្លែងអស់ហ្នឹងคลิกមក Hello ជម្រាបសួរបងប្អូនបាទសួស្តីមកកាន់រកសំឡេងកាត់ប្រព័ន្ធសំឡេងរំខានទៀតតែកាត់ប្រព័ន្ធសំឡេងរំខានយើងអស់ទៅ noise reduction យើងមកចិត្តដល់ហើយនេះកាត់ប្រព័ន្ធសំឡេងរំខាន Hello ជម្រាបសួរបងប្អូនបាទសួស្តីមកកាន់ channel យើងកាត់តូចអូខេអញ្ចឹងបន្ទាប់ទៀតមកយើងមើលកន្លែងថាយើងគួរតែដាក់រូបកន្លែងណាឥឡូវមិញជាមួយខ្ញុំដាក់រូបកន្លែងណាចេះបងប្អូនមានឃើញរូបមួយនេះទេនេះអញ្ចឹងយើងចុច overlay ឬក៏វីដេអូទ្រុតគ្នានេះមកនេះចុចពាក្យនេះហើយយើងចុចយករូបអូខេតើមកយើងចុចយករូបថតនេះអូខេហើយយើងយករូបនេះមកនេះរូបមានភ្លើងពណ៌ចម្រុះនៅខាងក្រោយហើយគឺយើង add ចូលមកអូខេហើយយើងបរិចរូមវាឲ្យស្រួលមើលយើងដាក់កន្លែងនេះហើយយើងរូមវារៀងតូចបន្តិចឲ្យទូចកាន់តែធំអូខេឥឡូវយើងដាក់ប៉ុណ្ណេះអូខេយើងដាក់ប៉ុណ្ណឹងមកជាមួយយើងអស់មកវិញយើងនិយាយមើលបងប្អូនមានឃើញរូបមួយនេះទេនេះហ្នឹងហើយអញ្ចឹងរូបមួយនេះនៅខាងក្រោយគឺមានហ្នឹងហើយវាមានbackground ច្រើនហើយខ្ញុំកាត់ background មួយទៀតហើយយើងស្ដាប់សិនណាបងយើងស្ដាប់សិនយើងចង់កាត់វាត្រឹមណាសល់តែរូបខ្ញុំមួយខ្ញុំដាក់ត្រឹមខ្ញុំមើលអូខេហើយយើងកាត់ត្រឹមនេះអូខេយើងដាក់ត្រឹមនេះហើយយើងកាត់អូខេហើយយើងអូសទៅរកពាក្យថា log bg អូខេអាហ្នឹងកន្លែងយើងទៅរកកាត់ background ហ្នឹង filter នេះបងនេះ log bg នេះហ្នឹងចុចបាច់មកអូខេហើយយើងយករូបនេះលុបសល់តែរូបយើងណាមួយទៀតលុបអត់ដាច់ទេមុនអូដាច់
ឃើញអត់សល់តែរូបយើងទេហើយយើងចុច text នេះមកអូខេហើយយើងទាញរូបហ្នឹងមកដាក់លើរូបនេះអូខេយើងកាត់ត្រឹមនឹងចេញកាត់ត្រឹមនឹងចេញប៉ាត់មកហើយលុបចោលអូខេហើយយើងទៅរករូប logo អូខេនេះនេះ add ចូលមក add អត់ទាន់ចិត្តទៀតទេបងប្អូនសេវាអូខេអញ្ចឹងនេះរូប logo ឥឡូវខ្ញុំដាក់វាឲ្យទូចតិចអូខេនេះហើយខ្ញុំដាក់វានៅខាងនេះទៀតហើយយើង play មកកំពុងតែវិលនេះទេនេះបងវិលមុខខ្ញុំហើយខ្ញុំកាត់នៅក្រោយមួយទៀតឲ្យសល់តែរូប logo អូខេយើងចុចឲ្យវាជាប់តទៅសមមកយើងកាត់សិនអូខេយើងទុកមកកណាត់ឲ្យដឹងថាបងប្អូនមើលថាកាត់ដាច់មិនដាច់ឥឡូវយើងអត់ទៅរកលុប BG ទៀតអូខេអារូបខាងនេះយើងអត់កាត់ទេយើងកាត់តែរូបខាងនេះទេបងប្អូនចាំពេលបងប្អូនចេះកាត់បងប្អូនកាត់មិនក៏បានដែរហើយអធិស្ឋានចំពោះសលេងកងុយបងប្អូនហ្នឹងហើយសាប្រាសាយហើយឥឡូវឃើញចុចលុប BG ដដែលប៉ុន្តែយើងអត់មានយកអាហ្នឹងទៀតទេអត់មានយកអាហ្នឹងទៀតទេនេះគឺយើងយកអានេះចូលមកអូខេពេលដែលបងប្អូនយកជ្រុំមកបងប្អូនមានឃើញរង្វង់មួយនៅលើហ្នឹងនៅលើអាកន្លែង logo ហ្នឹងណានេះឥឡូវយើងចាប់អស់អារង្វង់ហ្នឹងមកវានឹងកាត់ហើយនេះឃើញអត់ហើយអាកន្លែងនេះយើងសរសេរកាត់តិចកាត់ច្រើនមានថាចេះយើងកាត់តិចកាត់ច្រើនគឺកាត់អស់លីងមកនេះគឺបាត់ទាំងអក្សរទៀតអញ្ចឹងយើងមើលអញទៅកាត់ទេនេះប៉ុណ្ណេះបានទេបងប្អូនហ្នឹងហើយយើងកាត់តែប៉ុណ្្នឹងក៏បានដែរអូខេហើយចុច text មកអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទសង្ឃឹមថាបងប្អូននឹងយល់ហើយបងប្អូនធ្វើតាមខ្ញុំទៅបានហើយយើង share ចេញទៅតែខ្ញុំអត់ share ទេខ្ញុំនៅកែសម្រួលវាបន្តិចទៀតដាក់នៅក្នុងក្បាលវីដេអូបងប្អូនបាយបាយ